មន្ត្រីជំនាញរកឃើញមឹកស្រស់ចំនួន 19.9 គីឡូក្រាមពីផ្ទះលក់គ្រឿងសមុទ្រមួយនៅស្រុកសំឡូតដែលមានផ្ទុកសារធាតុគីមីហាមឃាត់ Formalin កាលពីថ្ងៃទី 8 ខែឧសភាឆ្នាំ 2025 មន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបងបាននាំយករថយន្តមន្ទីរពិសោធន៍ខ្នាតតូចសហការជាមួយមន្ទីរពាណិជ្ជកម្មនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តចុះត្រួតពិនិត្យទំនិញឧបភោគបរិភោគបានចំនួន 2 ផ្សារក្នុងស្រុកសំឡូតយុទ្ធនាការខាងលើនេះមន្ត្រីជំនាញបានអនុវត្តទៅលើផ្សាររ៉ែដែកនិងផ្សារស្រុកសំឡូតស្ថិតក្នុងស្រុកសំឡូតខេត្តបាត់ដំបងប៉ុន្តែរកមិនឃើញទំនិញដែលខូចគុណភាពឬហួសសុពលភាពឡើយដោយឡែកផ្ទះលក់គ្រឿងសមុទ្រមួយមន្ត្រីជំនាញបានពិនិត្យទៅលើគ្រឿងសមុទ្រចំនួន 8 សំណាក់គំរូរួមមានមឹកកំដួល1គំរូវិជ្ជមានមឹកបំពង1គំរូវិជ្ជមានមឹកស្រួយ1គំរូវិជ្ជមានមឹកបក1គំរូវិជ្ជមានដៃមឹកយក្ស1គំរូវិជ្ជមានត្រីសាម៉ុន1គំរូអវិជ្ជមានបង្គាស្រស់2គំរូអវិជ្ជមានសរុបទាំងអស់ 8 សំណាក់គំរូក្នុងនោះអវិជ្ជមាន3គំរូនិងវិជ្ជមាន5គំរូនិងបានធ្វើការដកហូតដៃមឹកយក្សមឹករំដួលមឹកស្រួយមឹកបំពងនិងមឹកបកចំនួនសរុប 19.90 គីឡូក្រាមដែលមានសារធាតុគីមី Formalin យកមកកំទេចចោលនៅសាខាកបបខេត្តបាត់ដំបងហើយជាមួយគ្នានេះដែរមន្ត្រីជំនាញក៏បានធ្វើការដកហូតគំរូផ្លែទុរេនពីអាជីវករលក់ដូរស្ថិតក្នុងស្រុកសំឡូត2គំរូផ្ញើទៅអគ្គនាយកដ្ឋានដើម្បីធ្វើការពិសោធន៍ផងដែរ